សំណួរទី25 Manage blank the heavy suitcase by herself មានន័យថានាងអាចលើកវ៉ាលីធ្ងន់ដោយខ្លួនឯងបានចម្លើយ A lift ចម្លើយ B to lift ចម្លើយ C lifting ចម្លើយ D lifted តើមួយណាជាចម្លើយដែលត្រឹមត្រូវនៅក្នុងប្រយោគនេះយើងឃើញមានពាក្យថា manage ត្រង់នេះមានន័យថាអាចធ្វើបានដោយជោគជ័យឬសម្រេចបានទោះបីជាពិបាកក៏ដោយអញ្ចឹងក្រោយពាក្យ manage យើងត្រូវប្រើ to បូកជាមួយនឹង verb infinitive ដែលមានរូបមន្ត manage បូក to បូក verb ដូច្នេះចំណុចដែលត្រឹមត្រូវនោះគឺ letter B to lift she managed to lift the heavy suitcase by herself មានន័យថានាងអាចលើកវ៉ាលីធ្ងន់នោះដោយខ្លួនឯងបានចុះហេតុអ្វីបានចម្លើយផ្សេងខុសតើយើងមើលទាំងអស់គ្នា A lift មិនអាចប្រើ verb ដើមក្រោយ manage បានទេ C lifting manage មិនប្រើ verb ing ទេ D lifted past participle មិនត្រឹមត្រូវនៅក្នុងតាមរូបមន្តនេះទេត្រូវចាំកាលណាយើងឃើញប្រយោគនេះមានពាក្យ manage អញ្ចឹងយើងរត់ទៅមើល to បូក verb កាលណាយើងឃើញពាក្យ deny ទៅមើល verb ing